នេះគឺជាតំបន់ទេសចរណ៍បែបផ្សងព្រេងមួយដែលធ្វើឲ្យយើងភ្ញាក់ពីគេងមកមានអារម្មណ៍ថាដូចកំពុងតែនៅលើមេឃចឹងនៅនេះមានទាំងអាប់ទាំងពពកក្រាស់ខ្មុកនៅខាងមុខយើងជាមួយនឹងទេសភាពដ៏ស្រស់ស្អាតប៉ុន្តែដើម្បីបានឃើញទស្សនភាពដ៏ស្រស់ស្អាតនេះគឺយើងត្រូវដើរឡើងភ្នំរហូតដល់ទៅជិត5គីឡូនិងចំណាយពេលប្រហែលជាចូល3ម៉ោងជាងបានទៅដល់ចាំនឹងថាដំណើរកម្សាន្តមួយនេះយើងសប្បាយប៉ុណ្ណាហើយបានជួបឧបសគ្គអីខ្លះចុច follow និងជួយ recommend page ចំណត explore ផងណាពេលដែលបាន 500k យើងនឹងធ្វើ giveaway top fan អញ្ចឹងនេះគឺជាដំណើររបស់យើងទៅលអាងគ្រីហើយពួកខ្ញុំធ្វើដំណើរចេញពីភ្នំពេញទៅខេត្តកោះកុងជួយចិត្តដើរលេងឆ្ងាយយកអារម្មណ៍មួយនេះហើយគឺរឿងព្រេងឡើងថ្លៃយើងជិះកាន់តែឆ្ងាយចាក់ផេងហិតទៅអស់ច្រើនហើយភាពកខ្វក់ក្នុងម៉ាស៊ីនហ្នឹងក៏រត់តែកើនឡើងតាមនឹងដែរតែខ្ញុំមានតិចនិចមួយរាល់ការធ្វើដំណើរផ្លូវឆ្ងាយខ្ញុំតែងតែបត់ចូលចាក់ផេងអ៊ីនធឺណិតនៅកាលតិចព្រោះគ្រប់ផេងអ៊ីនធឺណិតនៅកាលតិចទាំងអស់សុទ្ធតែមានបន្ថែមសារធាតុ Techron ដែលជាថាមពលលាងសម្អាតម៉ាស៊ីនយានយន្តជួយជំរុះកំណកកខ្វក់ធ្វើឲ្យម៉ាស៊ីនដើររលូនធ្វើឲ្យយានយន្តស្ទុះល្អហើយអីដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺជួយសន្សំសំចៃប្រេងច្រើនធ្វើឲ្យការធ្វើដំណើរបានកាន់តែឆ្ងាយហើយនៅកន្លះសាងកាលតិចនេះចូលតែមួយបានគ្រប់យ៉ាងហ្មងមានទាំង mini mart ទាំងហាងកាហ្វេបើនិយាយពីបន្ទប់ទឹកវិញ clean ស្អាតហើយ design ចេញមកឡើងទំនើបហ្មងអញ្ចឹងបន្ទាប់ពីចាក់សាំងទិញនំជិបឈប់ជាមួយនឹងកាហ្វេហើយយើងក៏បន្តដំណើរទៀតមកផ្លូវជាតិលេខ38ពេលចុះពីស្ពាន37ហ្នឹងគឺយើងត្រូវបត់ចូលផ្លូវដីក្រហមដែលនៅខាងស្ដាំដៃនេះជិះចូលទៅក្នុងហួសផ្លូវបត់ទៅស្ទឹងពពកទៀតជិះចូលមកក្នុង20គីឡូជាងយើងនឹងឃើញទេសភាពស្អាតខ្លាំងមែនតើជុំវិញខ្លួនយើងគឺឡង greenery ហ្មងណាមើលទៅឡើងតែជាក់ភ្នែកហើយបើសិនជាយើងផ្ទៀងស្ដាប់បន្តិចនឹងលើសំឡេងសត្វស្លាបហោះទៅហោះមកហើយច្រៀងចែកចាយពេញព្រៃខ្ញុំស្រឡាញ់បរិយាកាសផ្លូវជិះទៅនឹងណាស់ហើយឥឡូវនេះគឺយើងបានមកដល់ក្នុងភូមិហើយដែលនៅនេះគេហៅថាតំបន់ឆាយរៀបដោយសារតែយើងមកដល់ឆាយរៀបនេះយើងយប់ដែរចឹងបងសហគមន៍គាត់អត់អនុញ្ញាតឲ្យយើងឡើងទៅខាងលើភ្នំនឹងទេចឹងយប់នេះយើងមានតែគេនៅផ្ទះពូមេភូមិសិនតែអត់ខកបំណងទេទស្សនភាពនៅក្នុងភូមិនេះក៏ស្អាតដែរអាប់គេចុះមកលេងយើងដល់ភូមិហ្មងម៉ោង6 7ផឹកនេះមើលគ្នាចង់ឃើញទេព្រលឹមឡើងនេះជិះមករកកាហ្វេហើយរកអីញ៉ាំសិនមុននឹងឡើងលើភ្នំតែការឡើងទៅលើភ្នំនេះគឺយើងត្រូវជិះម៉ូតូឬមួយក៏យន្តចូលជិត1ម៉ោងដែរមិនទៅដល់ចិត្តជើងភ្នំនឹងជិះម៉ូតូនេះខ្ញុំចង់ហោះចេញពីលើម៉ូតូម្ដងហើយព្រោះផ្លូវរៀងពិបាកខ្លាំងឡើងមកដល់ជើងភ្នំនឹងគឺពលម៉ូតូហ្មងណាតែទីបំផុតយើងមកដល់ជើងភ្នំដែលយើងត្រូវដើរឡើងភ្នំនឹងហើយគ្រាន់បើកក្បាលមកលយទឹកមួយបាត់និយាយទៅផ្លូវឡើងមកនេះអត់សូវពិបាកអីខ្លាំងទេល្មមតែបើថាមេឃភ្លៀងវិញអូយមិនឡើងកើតទេព្រោះអាចចំណោត2 3ចុងក្រោយហ្នឹងគឺចោតខ្លាំងមែនតើខ្ញុំទោះតាបងសហគមន៍គាត់ជួយលើកឡើងដែរនេះអូយទាំងភ្នែនហ្មងខ្ញុំមានកម្លាំងឡើងទៅហ្មងណា2 3ហ្នឹងហើយពួកខ្ញុំខាត់ដើរឡើងភ្នំចឹងប្រហែលជាចូលចិត្ត2 ឆ្នាំ 3 ឆ្នាំហើយទៅតែលអាងគ្រីនេះតាមិនចង់ឡើងទៅទៀតដោយសារតែពួកខ្ញុំហ្មងគឺ plan ថាឡើងលអាងគ្រីនេះតាំងពីឆ្នាំមុនតែអត់បានសម្រេចទៅតែឆ្នាំនេះឡើងបានសម្រេចបងប្អូនតែនិយាយពីទេសភាពវិញស្អាតតាំងពីក្រោមរហូតដល់លើហ្មងអូយខានឡើងភ្នំយូរមានអារម្មណ៍ថា fresh ម៉េះ fresh ឡើងដើរលេងចង់ទៅមុខហ្មងព្រោះអីវ៉ាន់ធ្ងន់ពេកទីបំផុតយើងឡើងមកដល់ខាងលើលអាងគ្រីបងប្អូនម៉ោង 1:36 នាទី37 នាទីឡើងជិត4ម៉ោងបងប្អូនគ្រាន់តែឡើងមកដល់ភ្លាមគឺឃ្លានយកហ្មងឲ្យបងសហគមន៍ជួយធ្វើម្ហូបឲ្យលឿនមកបងអើយឃ្លានខ្លាំងសំខាន់មកដល់ភ្លាមមេឃភ្លៀងហ្មងធំតែភ្លៀងអីណាមកទាំងផ្ទះទៀតភ័យចង់បះសក់ម្ដងដែរហើយបងសហគមន៍ខ្ញុំទៅ2នាក់ហ្នឹងទៅសារគាត់ពិនបសពហ្មងរៀបចំជីកបន្លែធ្វើម្ហូបអីឲ្យពួកខ្ញុំឡើងមកអែមនៅលើភ្នំហ្នឹងចូលដល់ពេលល្ងាចនេះយើងញ៉ាំអីនៅខាងមុខហ្នឹងហ្មងហើយនេះមើលតង់ខ្ញុំបោះចេញមកឡើងឈៀលហ្មងបរិយាកាសនៅនេះហើយថ្ងៃលិចនៅលអាងគ្រីនេះខ្ញុំទៅ3ថ្ងៃហ្នឹងគឺស្អាតរាល់ថ្ងៃហ្មងមើលឡើងក្រហមច្រាលស្អាតលើសពីការសម័យទៀតណាបើទេសភាពព្រលឹមឡើងវិញនេះអូយពពកឡើងក្រាលពេញខាងមុខជ្រោះហ្នឹងហើយពេលយើងមើលទៅដូចយើងកំពុងតែនៅលើពពកហ្នឹងហ្មងតែដើម្បីបានជួបទស្សនភាពចេះតតែមេឃភ្លៀងហើយម្សិលមិញអញ្ចឹងបានយើងបានឃើញពពកក្រាស់អញ្ចឹងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានសំណួរអីចាំសួរនៅក្នុង comment ខាងក្រោមនេះណាជួបគ្នានៅវីដេអូក្រោយបាយ